នៅថ្ងៃនេះម្ដងគឺមានបលិសនៅគ្នាដេញចាប់ស្ត្រីម្នាក់ហើយបានបាញ់ទៅក្នុងកញ្ចក់ឡានរបស់ស្ត្រីម្នាក់ហ្នឹងម្ដងហើយស្ត្រីម្នាក់ហ្នឹងបានស្រែកថាកុំបាញ់មានកូនរបស់គាត់នៅក្នុងហ្នឹងប៉ុន្តែប៉ូលីសគាត់បានបាញ់ពី3គ្រាប់ដែរនៅគ្នាអញ្ចឹងហេតុការណ៍នេះកើតឡើងនៅថ្ងៃទី30ខែ10 2025យើងនេះអ្នកនរហើយកើតនៅក្នុងទីក្រុងរូរ៉ាតជាក្រុងរបស់ឈីកាហ្គោក្នុងរដ្ឋអ៊ីលីណយនៅក្នុងប្រទេសអាមេរិកហើយក្នុងការចាប់ឃាត់ខ្លួនស្ត្រីអ្នកហ្នឹងគឺជាបរិវត្តនៅជុំវិញហ្នឹងគាត់ថាអត់មានដីកាចាប់ខ្លួនត្រឹមត្រូវហើយមកចាប់ទាំងដែលគ្មានមូលហេតុច្បាស់លាស់អ្នកនេះហើយប្រជាពលរដ្ឋហ្នឹងថាគឺជាការប្រើអំពើកម្លាំងបាយហួសហេតុទៅលើស្ត្រីអ្នកហ្នឹងអញ្ចឹងណាដោយសារគាត់មកដល់ចាប់អត់មានដីកាអត់មានមូលហេតុអីច្បាស់លាស់ទេក៏ដល់គឺចាប់ទីស្ត្រីហ្នឹងចេញពីឡានហើយគឺគាត់បាញ់ចូលកញ្ចក់ឡានហ្នឹងយកមកអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងអ្នកគ្នាបើសិនជាមានព័ត៌មានអាប់ដេតខ្ញុំនឹងអាប់ដេតបន្ថែមទៅដល់អ្នកគ្នាអរគុណអ្នកគ្នាបាយបាយ